តោះថ្ងៃនេះគឺយើងមកនិយាយអំពី sale sale ខ្ញុំនិយាយខ្លីទេអត់និយាយច្រើនណាយើង sale ដូច sale Word Excel របស់យើងចឹងដែរណាប៉ុន្តែគ្រាន់តែវា sale នៅកន្លែងណាប៉ុន្តែវាមានការខុសគ្នាបន្តិចមិនថាដូចគ្នានឹង Word Excel ប៉ុន្តែទម្រង់ sale មានន័យទៅថែអាសា file វានៅក្នុង ZBrush វាមានលក្ខណៈពិសេសមួយគឺវាមាន sale ច្រើនប្រភេទនៅវាមាន save as document save as tool save as project ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺ save as project របស់យើងអញ្ចឹងឧទាហរណ៍ថាបើសិនណាជាយើងមានអឺរូបភាពអីមួយយកមកធ្វើការងារណានៅក្នុងហ្នឹងបើសិនណាជាយើងមាន project អីមួយយកមកធ្វើណានៅក្នុងមាន load មានអីចឹងនៅក្នុងហ្នឹងឧទាហរណ៍ថាយើងមានរូបហ្នឹងគឺយើងយកមកគូរណាយើង load project នេះមួយឡើងមកណាមនុស្សប្រុសមួយហ្នឹងយើង edit វាទៅយើងអាច move វាបានណាយើងបវល់ឆ្វេងស្ដាំទៅខាងណាទៅនេះជា project របស់យើងហើយយើងគិតថាយើងចង់ save វាស្អីយើងគិតថាយើងចង់ដាក់ពណ៌វាទៅជាពណ៌បៃតងទៅពណ៌អីចឹងណានៅក្នុងហ្នឹងហើយយើងគិតថាយើងចង់save វាថ្ងៃក្រោយទៀតយើងរវល់ហើយចឹងមានន័យថានៅពេលដែលបើកមកយើងចង់ឲ្យបើកមកឲ្យឃើញទម្រង់អញ្ចឹងដែលទាំងអស់ទាំង camera view ទាំង possible ទាំងអ្វីដែលយើងបាន add edit អីកែអស់ហ្នឹងគឺយើងថែរក្សាវាអញ្ចឹងដដែលអញ្ចឹងគឺបើយើងចង់បានរបៀបនេះគឺយើង save វាទាំង setting ទាំងពណ៌ទាំង camera view ឲ្យទាំងអស់ហ្នឹងណាអញ្ចឹងមានន័យយើង save ជា project អញ្ចឹងយើងចុចទៅលើ file menu នៅខាងលើនេះហើយយើងคลิกមកលើ save as ណានៅក្នុងហ្នឹងគឺ save as project របស់យើងនៅក្នុងហ្នឹងណាគេថា mail female អីចឹងទៅគេថា mail 300ឧទាហរណ៍ណានៅក្នុងហ្នឹង easy project របស់យើងនេះខ្ញុំ save វាបន្តមកទៀតមកsẽខ្ញុំថាមកបើកមកមើល new document មួយហើយខ្ញុំទៅបើក file ហ្នឹងឧទាហរណ៍ខ្ញុំទៅបើកមកថ្មីណាយើងទៅរកមកដោយ Word Excel ដែរយើងទៅរកចុចទៅលើ file open មកយើងទៅរកមើលមក mail 300នៅណាណានៅក្នុងនេះ mail 300របស់យើងនេះបើកមក open មកចឹងគឺមានន័យថា view ដែលយើងបាន save ចុងក្រោយហ្នឹងវាបង្ហាញយើងទាំងអស់នៅហ្នឹងតោះនេះណានេះជា project save as project គឺយើងធ្វើរបៀបហ្នឹងហើយដោយឡែកមួយទៀតគឺថាយើងមក new document ខ្ញុំថាយើងចង់ save វាជា tool នេះ load នេះជា tool នេះនៅក្នុងនេះក្នុងនេះ load ជា tool ចាំតិចទៀតខ្ញុំបង្ហាញអំពីយើងរៀបចំយើង set up menu វានៅក្នុងហ្នឹងអញ្ចឹង load tool របស់យើងឧទាហរណ៍ថាឥឡូវយើងចង់អីគេឥឡូវយើងចង់ cylinder នេះមួយនេះយើងយក cylinder មកគូរហើយយើង edit វាទៅហើយយើងចង់ថាយើងចង់save cylinder ហ្នឹងសម្រាប់យកទៅ project ថ្ងៃក្រោយយើងចង់ធ្វើអីឬមួយយើងចង់គូរអីចឹងណាឬមួយយើងកំពុងតែគូរមានក្បាច់មានក្បូរអីយើងចង់ save វាទុកសម្រាប់នៅ project ផ្សេងទៀតយើង save វា tool ទៅណា save as tool ទៅអញ្ចឹងថ្ងៃក្រោយយើងអាចមកធ្វើអីបានទៀតហើយយើងអាចកែកុនអីយើងអាចយកវាមកធ្វើបាននៅក្នុងហ្នឹងណាបាទហ្នឹងយើង save as tool ប៉ុន្តែវាអត់មាន save possible វាអត់ save camera view គឺ save តែ tool ហ្នឹងណានៅក្នុងហ្នឹងតោះនេះណាលើឧទាហរណ៍ថាខ្ញុំ save វាជាពណ៌បៃតងអញ្ចឹងតែចាំថាពណ៌បៃតងណាខ្ញុំ save វា as ហើយខ្ញុំ save as អីគេនៅក្នុងហ្នឹងណាយើង save វាមកយើងអាចយកមកដាក់នៅណាតាមចិត្តដែលយើងចង់ដាក់ទេណា save easy tool នេះក៏បានដែរហើយបន្តមកទៀតមកយើងបើក easy tool ហ្នឹងមកវាមាន tool របស់វាច្រើនទៀតណាខ្ញុំថា tool អឺ C អញ្ចឹងទៅណានៅក្នុងហ្នឹងខ្ញុំ save វាហើយបន្តមកទៀតមកខ្ញុំអឺនៅពេលដែលយើងបើក new document ឬក៏មាន project ផ្សេងទៀតនៅក្នុងហ្នឹងហ្នឹងហើយសាច់យើងគិតថានឹកឃើញវាចង់បានវាអញ្ចឹងយើងអាចទៅ load វាមក load tool នឹងយកមកប្រើប្រាស់ណាយើង cylinder C មិញទៅដល់មកនេះណាយើង load ដល់ហ្នឹងមក open មកវាអត់ចេញទេមានន័យថាវាចេញនៅក្នុង tool នេះដូចយើងបាន insert tool នេះចូលមកអញ្ចឹងណាអញ្ចឹងយើងអាចយកមកគូមកណាអញ្ចឹងដែលហេតុតែពណ៌បៃតងនេះហេតុតែបើមានពណ៌បៃតងហ្នឹងពីព្រោះវានេះវា base ទៅលើ setting នេះហ្នឹងហើយ setting របស់យើងនេះបើ setting របស់យើងនឹងពណ៌ក្រហមវាក្រហម QQ អញ្ចឹងហើយណានៅក្នុងហ្នឹងណាបានយកមកនេះឃើញទេវា base ទៅលើអាហ្នឹងអូខេអញ្ចឹងមានន័យថា save as tool ពីមុនហ្នឹងគឺអត់មានគេហៅថាវាអត់save នៅពណ៌សម្បុរឬកាមេរ៉ាទេតោះនេះណាដល់តំណឹងអញ្ចឹង save as tool យើងចង់ save ទៀត save ទៅប៉ុន្តែខ្ញុំចង់ប្រាប់តិចថាយើងចង់ insert tool ណាចូលមកទៀត
បើសិនណាជាយើង click ទៅលើវាមក replace អាហ្នឹង click អាមួយនេះវាមក replace អាហ្នឹង click អាមួយនេះវាមក replace អាហ្នឹងតោះណានៅក្នុងហ្នឹងណាអញ្ចឹងបើសិនណាជាយើងចង់យើងចង់អឺយើងចង់add អីចូលមកទៀតណានៅក្នុងហ្នឹងយើងចង់ add អីវាចូលមកទៀតអញ្ចឹងយើងអាចបង្កើតនេះយើងចុចមកលើ sub tool នេះនៅក្នុង sub tool ហ្នឹងហើយយើងមក duplicate object របស់យើងហ្នឹងតោះនេះយើងមក duplicate object របស់យើងហ្នឹងអញ្ចឹងយើងមក duplicate វាទៅខ្ញុំ undo បន្តិចព្រោះខ្ញុំ click នៅវិញបែបអញ្ចឹងយើងមក duplicate វានេះ select ទៅលើវាហើយយើងមក duplicate នេះក្រោមនេះបើយើងអត់ duplicate ទេនៅពេល insert tool ចូលមកទៀតអញ្ចឹងមក replace តោះនេះណាអញ្ចឹងខ្ញុំមក duplicate ហើយខ្ញុំ append វាតើណា append វា append ហើយបើយើង insert tool អស់ហ្នឹងចូលនេះយើងចង់ insert អីគេអាមួយនេះចូលមកឲ្យផ្លុកចូលមកហើយអញ្ចឹងយើងចង់ move វាអញ្ចឹងយើងអាច move ចេញមកបានណាយើងអាចធ្វើអីគេអញ្ចឹងយើងអាច insert ប្រហែលក៏បានដែរតាមចិត្តដែលយើងចង់បាននេះណា possible អីយើង insert ចូលមកអញ្ចឹងមានន័យថាបើយើងចង់ insert យើងបញ្ចូល tool បន្តមកទៀតដើម្បីកុំ replace គឺយើងត្រូវ duplicate append តោះនេះណាអញ្ចឹងនៅក្នុងមេរៀននេះគឺមានប៉ុណ្ណឹងប៉ុន្តែខ្ញុំចង់មិញខ្ញុំថាមិនចង់និយាយទេប៉ុន្តែបើចូលដល់តាមហ្នឹងនេះ save as document យើងមកមើល document ណា save as ទៅណានៅក្នុងហ្នឹងវាមានប្រភេទពីរដែរ save as to ឬក៏ save as document មានន័យថាវា save ជា picture very simple save វាជា picture អញ្ចឹងទៅយើង save វាទៅហើយយើងបើកថ្ងៃក្រោយចូល document បើក open file ហ្នឹងមកយើងអត់អាចកែបានទេវាចេញជា picture អញ្ចឹងតែម្ដងហើយអញ្ចឹងតែយើងចង់យើងកែអីយើង save វាទៅជា picture អីអូខេអាហ្នឹង fine វាមានប៉ុណ្ណឹងអញ្ចឹងសម្រាប់ថ្ងៃហ្នឹងគឺខ្ញុំបង្ហាញតែប៉ុណ្ណឹងទេតើតើនឹង save ណាបាទហើយ